តោះឥឡូវយើងចូលមកដល់ចំណុចទី3ចំណុចទី3និយាយពីការគុណវិភាគអញ្ចឹងការគុណវិភាគក៏វាមាននិយមន័យរបស់វាដែរអញ្ចឹងដើម្បីគុណវិភាគយើងត្រូវយកភាគយកគុណភាគយកហើយភាគបែងគុណភាគបែងអញ្ចឹងយើងមើលលំហាត់កនេះលំហាត់ក10 លើ 2 គុណនឹង3 លើ 4អញ្ចឹង10 លើ 2 នេះ10ដើរតួជាភាគយកហើយ2ដើរតួភាគបែង3នេះដើរតួភាគយក4ដើរតួភាគបែងអញ្ចឹងយើងយកតាមយមន័យយើងគុណភាគយើងយកភាគយកគុណ1ភាគយកភាគបែងគុណ1ភាគបែងអញ្ចឹងលំហាត់ហ្នឹងវាស្មើ10គុណនឹង3លើ2គុណនឹង4អញ្ចឹងវាស្មើនឹង30 លើ 8អញ្ចឹងអានេះយើងអត់ទាន់រៀនពីការសម្រួលទេយើងឃើញចម្លើយយើងដាក់ប៉ុណ្្នឹងសិនមកដល់ពេលលំហាត់ខយើងយក5គុណ7លើ4គុណនឹង3អញ្ចឹង7 5 ដង 35លើ3 4 12ដល់ពេលលំហាត់កយើងមើល11គុណ10សេ10ប្រមាណ10គុណ11លើ2គុណ15អញ្ចឹងស្មើនឹង110លើ30ចឹងលំហាត់ហ្នឹងចឹងឥឡូវយើងរៀនតាក់ទងការសម្រួលបើយើងឃើញលេខរបៀបហ្នឹងយើងត្រូវសម្រួលរបៀបម៉េចដើម្បីឲ្យវាចេញលេខតូចកាលណាសម្រួលពាក្យថាសម្រួលមានន័យថាធ្វើពីលេខធំឲ្យចេញជាលេខតូចអញ្ចឹងយើងមើលឧបមាថាលំហាត់កនេះ30 លើ 8 30 លើ 8អញ្ចឹងតែចម្លើយយើងនេះ30 លើ 8ហ្នឹងវាកាត់ឡើងពីនេះ8ហ្នឹងវាកាត់ឡើងពីនេះអញ្ចឹង30នេះយើងអាចសេ10គុណនឹង3ហ្នឹងហើយ8នេះវាកាត់ឡើង2គុណនឹង4ហើយ10ហ្នឹងទៀត10ហ្នឹងវាកាត់ឡើង2គុណ5នេះ10ហើយគុណ3នេះយើងដាក់លេខហ្នឹងគុណ3ដែរអានេះបានន័យថាយើងឈប់សេ10យើងសេ2គុណ5វិញតែតម្លៃលេខយើងគុណគ្នានៅសល់ដែរទេនៅសល់30ដែរទេអានេះយើងសេ2គុណ4មកយើងរំល2នេះចោលអញ្ចឹងចម្លើយរបស់លំហាត់កហ្នឹងចុងក្រោយវាចេញនេះនៅសល់តែលេខ5គុណនឹង3ទេអញ្ចឹងចេញ15លើ 4អានេះករណីលេខសម្រួលចម្លើយវាចេញប៉ុណ្ណឹងដល់ពេលករណីលំហាត់នេះម្ដងវាមានលេខសម្រួលអត់មានលេខសម្រួលទេយើងមើលលេខ5គុណ7អានេះ4គុណ3អត់មានលេខសម្រួលអញ្ចឹងចម្លើយវាចេញប៉ុណ្ណឹងដល់ពេលករណីនេះយើងមើល110វាកាត់ឡើងពី10គុណនឹង11អានេះ30កាត់ឡើងពី2គុណនឹង15អញ្ចឹងយើងអាចសេ10នេះយើងជប់សេ10យើងសេ2គុណ5ព្រោះ2គុណ5ចេញ10ហើយគុណនឹង11មិនបែរអាការទេ2គុណនឹង15មកដែរតែ15នេះយើងអាចជប់សេ15យើងសេ5គុណ3ចេញ15ដូចគ្នាអញ្ចឹងយើងមើលរវាងភាគយកឲ្យភាគបែងមានអីសម្រួលគ្នាខ្លះមាន2នេះសម្រួលមួយ2នេះ5មកលើសម្រួល5ក្រោមអញ្ចឹងលំហាត់នឹងសល់11លើ3ឬក៏ធ្វើតាមមួយទៀតយើងយកនេះមកមើលយើងគិតលើលេខនេះ110យើងអាចសេ11គុណ10ចេះ30យើងអាចសេ3គុណ10អញ្ចឹង10ហើយ10នេះសម្រួលគ្នាចោលសល់11លើ3អញ្ចឹងការពាក្យថាការសម្រួលមានន័យថាធ្វើលេខធំមកជាលេខតូចហើយការសម្រួលហ្នឹងភាគច្រើនគេធ្វើនៅតាក់ទងទៅនឹងមេរៀនប្រភេទអញ្ចឹង3នេះគឺជាលំហាត់នេះលំហាត់កលំហាត់ខលំហាត់កអញ្ចឹងលំហាត់3នេះគឺមេរៀនគុណវិភាគអញ្ចឹងយើងរំលឹកតាក់ទងយមន័យហើយយើងធ្វើលំហាត់ហ្នឹងមកយើងយកភាគយកគុណភាគយកភាគបែងគុណភាគបែងបើលេខហ្នឹងសម្រួលបានយើងសម្រួលបានគេសម្រួលភាគយកភាគបែងបើភាគយកចែកលេខបានដាច់ភាគបែងក៏ចែកនឹងលេខប៉ុណ្ណឹងដាច់ដែរអញ្ចឹងរៀនធ្វើលំហាត់3ហ្នឹងមក